Hello សួស្តីអ្នកនរគ្នាចឹងយើងត្រឡប់មកវិញជាមួយនឹង Anime Cowboy Bebop ភាគទី11នៅភាគមួយនេះដែរគឺជាកំណត់ទី1នៃភាគបញ្ចប់ក៏មានន័យថានៅភាគក្រោយហ្នឹងគឺត្រូវជាភាគបញ្ចប់នៃ Anime Cowboy Bebop ហើយដូច្នេះចង់ដឹងថាតើកំណត់ទី1នេះមានសាច់រឿងយ៉ាងណាគឺយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅI think it's time to blow this scene. Get everybody in the stuff together. Okay, 3, 2, 1, let's jam. សាច់រឿងគឺបានចាប់ដើមឡើងនៅលើភពអង្គារហើយនៅទីនោះដែរក៏យើងបានឃើញមនុស្សស្រីម្នាក់ដែលត្រូវជាមនុស្សស្រីដែលស្ប៉ាយស្រឡាញ់នឹងឯងបន្ទាប់មកនៅពេលដែលនាងបានដើរចូលទៅកាន់បន្ទប់របស់នាងវិញក៏ស្រាប់តែបានឮសំឡេងមនុស្សប្រុសម្នាក់បានផ្ញើសារសំឡេងមកកាន់នាងថា The High Elder គឺបានដឹងអំពីផែនការរបស់ Vicious ហើយនៅពេលនេះ The High Elder បានចេញបញ្ជារាល់អ្នកដែលបានពាក់ព័ន្ធជាមួយនឹង Vicious គឺ The High Elder នឹងចាត់កូនចៅឲ្យទៅសម្លាប់ពួកគេទាំងអស់ដូច្នេះក៏មានន័យថារួមទាំង Julie ហើយនិង Spy គឺសិតតែត្រូវបាន The High Elder តាមសម្លាប់ទាំងអស់ចឹងតើអ្នកដែលបានផ្ញើសារម្នាក់នោះគឺជាអ្នកណាព្រោះថាបើតាមអ្វីដែលគេបាននិយាយបរិះអ្នកនោះគឺហាក់ដូចជាអ្នកដែលធ្វើការឲ្យ The High Elder អញ្ចឹងកលេចមកកាន់ Vicious ឯនេះវិញតាមមើលទៅផែនការរបស់ Vicious គឺជាការធ្វើឃាត The High Elder ទាំង3នាក់ប៉ុន្តែដោយដែលយើងបានដឹងមុននេះអញ្ចឹងថា The High Elder គឺបានដឹងអំពីផែនការរបស់ Vicious មុនបាត់ទៅហើយចឹងហើយនៅកន្លែងដែល Vicious ចូលទៅសម្លាប់ The High Elder នោះគឺវាគ្រាន់តែជាអន្ទាក់របស់ The High Elder តែប៉ុណ្ណោះហើយដោយការធ្វើឃាតមិនបានសម្រេចមួយនេះ The High Elder ទាំង3នាក់ក៏បានបោះសម្ដីជាច្រើនទៅកាន់ Vicious ផងដែររីឯ Vicious វិញគឺមិនចង់នៅស្ដាប់ទេគាត់បាននិយាយទៅកាន់ The High Elder ថាបើអាចសម្លាប់គាត់ឥឡូវនឹងតែម្ដងទៅប៉ុន្តែ The High Elder ក៏បានតបទៅវិញថាគឺឯងមិនអាចជ្រើសរើសការស្លាប់របស់ខ្លួនឯងបានទេអ្នកដែលសម្រេចចិត្តការស្លាប់របស់ឯងគឺជាយើងបន្ទាប់ពីនិយាយចប់គាត់ក៏បានចាត់ឲ្យកូនចៅរបស់គាត់ចាប់ Vicious ទៅធ្វើទរណកម្មទៅហើយមុនពេលដែល Vicious ត្រូវបានគេនាំខ្លួនទៅធ្វើទរណកម្មនោះ Vicious បានបោះសម្ដីទៅកាន់ The High Elder ថាពលលោកត្រូវដឹងថាបើទោះបីជាសត្វពស់មិនអាចលេបសត្វនាគបានពិតមែនប៉ុន្តែការខាងរបស់សត្វពស់ក៏អាចធ្វើឲ្យសត្វនាគស្លាប់បានដែរបន្ទាប់ពីនិយាយចប់គេក៏បាននាំខ្លួនគាត់ទៅធ្វើទរណកម្មទៅកលេចមកកាន់ Spy ហើយនឹង Jet ឯនេះវិញដោយនៅពេលនេះ Spy ហើយនឹង Jet នេះគឺមិនទាន់បាត់សើអំពីការចាក់ចេញរបស់ Faye ហើយនឹង Ed ទេ Jet បានរអ៊ូថាការពីដំបូងគឺមានតែពួកយើង2នាក់ទេហើយបើទោះបីជាមាន Ed ហើយនឹង Faye ក៏ពួកគេតែងតែបង្ករឿងរហូតមកដែរប៉ុន្តែការដែលពួកគេចាក់ចេញទៅទាំងអស់គ្នាបែបនេះអារម្មណ៍ដែលយើងនៅជាមួយគ្នា2នាក់នេះគឺមិនដូចពីមុនសោះហើយនៅពេលនេះគាត់យល់ហើយថាតើហេតុអីបានជា Spy ហ្នឹងអត់សូវចូលចិត្តក្មេងហើយនឹងមនុស្សស្រីហើយក្នុងពេលដែលពួកគាត់2នាក់កំពុងតែនិយាយគ្នាសុកៗនោះក៏សោះតែ Spy ហើយនឹង Jet បានលើសំឡេងមនុស្សជាច្រើនមករត់នៅជុំវិញនេះដែលធ្វើឲ្យ Spy ហើយនឹង Jet បានដឹងថាកន្លែងមួយនេះត្រូវបានគេឡោមព័ទ្ធរួចបាត់ទៅហើយពិតជាដោយការស្មានរបស់ពួកគាត់ពិតមែនដល់ត្រឹមតែមួយផ្លែសោះកូនចៅដែល High Elder ជាច្រើនបានបុកសម្រុកចូលមកវាប្រហារពេញនឹងតែម្ដង Spy ហើយនឹង Jet ដែលបានដឹងមុនក៏បានរត់ទៅរកកន្លែង cover ដើម្បីត្រៀមវាយបកទៅកាន់ពួកគេវិញ Definitely too much vermouth. ភ្លាមស្រាប់តែ Jet ត្រូវបានគេវាយប្រហារចំជើងមួយគ្រាប់នៅពេលនោះ Spy រៀបនឹងបាញ់ទៅវិញហើយប៉ុន្តែបរិះដែលបានបាញ់ Jet នោះគឺគេត្រូវបានវាយប្រហារដោយសារតែបរិះម្នាក់ទៀតហើយនៅពេលដែលបរិះម្នាក់នោះចេញមក Spy ឃើញថាបរិះម្នាក់នេះគឺមានមុខស្រដៀង Lin ខ្លាំងមែនទែនបន្ទាប់មកបរិះម្នាក់នោះក៏បានរត់មកជិត Spy ហើយនិយាយថា Lin គឺជាបងប្រុសរបស់គាត់ហើយគាត់គឺមានឈ្មោះថា Shin ទេរីឯ Spy គិតបីផ្លែទៅក៏ចាំដែរប៉ុន្តែ Spy បាននិយាយថាបើសិនជាឯងសម្រេចចិត្តដូរខាងបែបនេះគឺឯងមិនអាចត្រឡប់ទៅកាន់កន្លែងដើមវិញបានទេហើយគាត់ក៏សួរ Shin ដែរថាតើមានអ្វីកើតឡើងបន្ទាប់មក Shin ក៏បានប្រាប់ថា Vicious មានកម្រងធ្វើឃាត The High Elder ប៉ុន្តែ The High Elder គឺបានដឹងអំពីរឿងនេះមុនបាត់ទៅហើយចឹងហើយ The High Elder ក៏បានចាត់កូនចៅឲ្យតាមសម្លាប់អ្នកដែលពាក់ព័ន្ធជាមួយនឹង Vicious ទាំងអស់ដូច្នេះក៏មានន័យថា Spy ហើយនឹងបងស្រី Julia ក៏ស្ថិតនៅក្រោមការសម្លាប់មួយនេះផងដែរនិយាយដល់ត្រឹមនេះទៅធ្វើឲ្យយើងបានដឹងថាតាមពិតទៅ Shin ម្នាក់នេះហើយគឺជាអ្នកដែលបានផ្ញើសារសម្លេងទៅកាន់ Julia កាលពីដើមភាគនេះមកនៅក្នុងពេលនោះដែរពួកគេមិនមានពេលច្រើនទេដោយសារតែ Jet ត្រូវបានគេវាយប្រហារចំចំណុចសំខាន់ដូច្នេះហើយ Spy មិនអាចទុក Jet ចោលយូរបានទេដែលបែបនេះ Shin ក៏បានឲ្យ Spy នាំ Jet ចាក់ចេញពីទីកន្លែងមួយនេះមុនទៅសោប៉ុន្មានទុកឲ្យគេជាអ្នកទប់ទល់នៅពេលដែលបានលើចឹង Spy ក៏បានអរគុណ Shin ផងដែរបន្ទាប់ពីនោះ Spy ក៏បាននាំ Jet ទៅដល់មន្ទីរពេទ្យហើយ Jet ក៏បាននិយាយផងដែរថាគាត់មិនដឹងថាមានអ្វីកើតឡើងចំពោះប៉ាក់ The Red Dragon ទេប៉ុន្តែ Spy គឺបានចាក់ចេញពីប៉ាក់មួយនោះតាំងពីយូរយារណាមកហើយមើលទៅ Spy ហាក់ដូចជាមិនបានធ្វើអ្វីផងបើជាត្រូវបានគេតាមសម្លាប់ដែរហើយម្យ៉ាងវិញទៀតសម្រាប់គាត់មិនថាឈ្មោះ Julia ឬក៏ឈ្មោះ Vicious ទេបើទោះបីជាឈ្មោះពីរនេះស្ដាប់មើលទៅគឺជាឈ្មោះធម្មតាប៉ុន្តែការដែលស្គាល់ហើយជីវិតគឺនឹងពំនាំទៅរកភាពអាក្រក់ប្រៀបដូចជាទ្វារវេទមន្តមួយដែលមិនគួរបើកតតែសោះអញ្ចឹងក្នុងពេលនោះដែរ Spy ក៏បានស្រមៃទៅដល់ថ្ងៃដែលគេបានចាក់ចេញពីប៉ាក់ដោយនៅថ្ងៃនោះ Spy បានទៅនិយាយជាមួយនឹង Julia ថាគឺគាត់នឹងបន្លំធ្វើជាស្លាប់ដើម្បីចាក់ចេញពីប៉ាក់មួយនេះហើយបន្ទាប់មក Spy ក៏បានហុចក្រដាសមួយហើយប្រាប់ទៅកាន់ Julia ថាគឺគាត់នឹងរងចាំនាងនៅទីកន្លែងមួយនោះប៉ុន្តែ Julia ក៏បានតបទៅវិញថាគឺនាងមិនអាចធ្វើដំណើរទៅជាមួយ Spy បានទេប៉ុន្តែ Spy នៅតែបញ្ជាក់ថាកុំបារម្ភអីនាងធ្វើដំណើរទៅទីនោះទៅបន្ទាប់ពីខ្ញុំបានបញ្ចប់បេសកកម្មហើយគឺខ្ញុំនឹងទៅរកនាងហើយបន្តម
មកពួកយើងនឹងចាក់ចេញពិភពមួយនេះទាំងអស់គ្នាប៉ុន្តែ Julia បានសួរ Spy ថាតើពួកយើងនឹងទៅទីណាបន្ទាប់មក Spy បានឆ្លើយថាគឺពួកយើងនឹងចាក់ចេញទៅកន្លែងដែលឆ្ងាយហើយរស់នៅតាមបែបសាមញ្ញវិញប្រៀបដូចជាជីវិតមួយដែលពួកយើងតែងតែស្រមៃចង់បានជាមួយគ្នាបន្ទាប់ពីនិយាយហើយ Spy ក៏បានទៅធ្វើបេសកកម្មចុងក្រោយរបស់គាត់ទៅប៉ុន្តែនៅពេលនោះ Spy គឺមិនដឹងទេថាមិត្តភក្តិស្លាប់នោះរបស់គាត់គឺបានក្បត់ជាមួយនឹងគាត់ដោយសារតែនៅពេលដែល Spy ចេញទៅបាត់ Vicious ក៏បានចេញមកនិយាយជាមួយនឹង Julia ថាគឺពីអ្នកឯងមិនអាចទៅណាចោលយើងបានទេហើយនៅពេលដែល Julia ថាតើ Vicious នឹងទៅសម្លាប់ Spy មែនទេ Vicious ក៏បានតបទៅវិញថាត្រូវហើយគឺខ្ញុំនឹងសម្លាប់ Spy ប៉ុន្តែខ្ញុំគឺមិនមែនជាអ្នកសម្លាប់ទេគឺខ្ញុំនឹងទុកឱកាសឲ្យនាងជាអ្នកសម្លាប់ហើយនាងគឺមានសិទ្ធិជ្រើសរើសបានថានាងនឹងសម្លាប់គេឬមួយក៏ឲ្យខ្ញុំសម្លាប់ពួកឯងទាំងពីរនាក់ហើយឈុតបន្តមកទៀតយើងមិនបានឃើញ Julia សម្លាប់ Spy ទេប៉ុន្តែនាងបានហែកក្រដាស់របស់ Spy ចោលទៅក្រោមរីឯ Spy ដែលធ្វើពុតជាស្លាប់នៅពេលសកម្មចុងក្រោយរបស់គាត់នោះគឺគាត់ក៏បានមកតាន់ពេលហើយបានឃើញ Julia ហែកក្រដាស់របស់គាត់ចោលដែរហើយទស្សនវិជ្ជាមួយនេះគឺពិតជាបានវាប្រហារផ្លូវចិត្តរបស់ Spy ជាខ្លាំងកលេចមកកាន់ពេលបច្ចុប្បន្ននេះវិញនៅពេលនេះ Faye បានធ្វើដំណើរមកដល់ភពអង្គារដែរហើយក្នុងពេលនោះដែរ Spy ក៏បានធ្វើការតាក់ទងមកកាន់ Faye ដោយសារតែ Jet មានរបួសហើយណាមួយពួកគេបានជួបបញ្ហាដែរនោះដូច្នេះហើយ Spy ហើយនឹង Jet នឹងធ្វើការចាក់ចេញពីទីក្រុងមួយនេះហើយការដែលគាត់តាក់ទងមកកាន់ Faye នេះគឺគាត់ចង់ឲ្យ Faye ធ្វើដំណើរទៅកាន់យានធំវិញឲ្យបានលឿនទៅព្រោះពួកគាត់ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នេះគឺប្រកាសណាស់ដែលពួកគាត់មិនអាចចាំ Faye យូរបានទេរីឯ Faye នៅពេលនោះវិញគឺមិនចង់និយាយជាមួយនឹង Spy ទេគឺដោយសារតែ Spy តែមកនោះគឺនិយាយខ្លាំងៗដាក់នាងពេកចឹងហើយនាងក៏បានចុចបិទខរបស់ Spy ចោលទៅភ្លាមៗនោះដែរក៏សោតតែមានឡានពីរគ្រឿងបានជិះបាញ់គ្នានៅពីមុខ Faye ហើយដែលឃើញពួកប្រុសៗអាហ្នឹងធ្វើបាបមនុស្សស្រីដូចនេះ Faye ក៏បានលុកដៃជួយមនុស្សស្រីម្នាក់នោះទៅហើយនៅពេលដែលយើងមើលឲ្យច្បាស់ទៅក៏ឃើញថាតាមពិតទៅនារីម្នាក់នោះគឺជា Julia សោះដូច្នេះហើយយើងក៏អាចទាយបានថាអ្នកដែលមកសម្លាប់នាងហ្នឹងគឺប្រកាសជាកូនចៅរបស់ The High Elder ជាមិនខានហើយនៅពេលដែលកូនចៅ The High Elder ធ្វើដំណើរមកបន្ថែមទៀត Julia ក៏បានជប់ឡាននៅក្បែរ Faye ដើម្បីឲ្យ Faye ឡើងឡានរបស់នាងដែរទៅចំណែកកូនចៅ The High Elder ក៏បានធ្វើដំណើរមកពីក្រោយពួកគេផងដែរដែលឃើញអញ្ចឹង Faye ក៏បានកាច់រឿងឡើងមកស្អាតហើយបាញ់ចំកង់ឡានរបស់ពួកវាម្ដងទៀតហើយបន្ទាប់ពីចាត់ការពួកកូនចៅ The High Elder អស់ហើយពួកគេក៏បានឈប់និយាយគ្នាបន្តិចទៅនៅក្នុងពេលនោះដែរ Julia ក៏បានសរសើរអំពីទឹកដៃរបស់ Faye ផងដែរចំណែក Faye វិញក៏បាននិយាយថានេះក៏ដោយសារតែនាងធ្លាប់ធ្វើជា Bounty Hunter ប៉ុន្តែនាងក៏បានឈប់សម្រាកមួយរយៈហើយដោយសារតែមានរឿងផ្ទាល់ខ្លួនមួយចំនួននៅពេលដែលលើថា Faye គឺជា Bounty Hunter នោះ Julia ក៏បានបន្តសួរទៀតថាអញ្ចឹងតើ Faye មានស្គាល់ Bounty Hunter ផ្សេងទៀតដែរឬទេហើយនៅពេលនោះ Faye មិនបានឆ្លើយតាមត្រង់ទេតែនាងបានជិះទៅឆ្លើយចម្លើយផ្សេងទៅវិញដែលនាងបាននិយាយថាគឺនាងអាចស្វែងរកតាណាគេក៏បានដែរឲ្យទៅជា Bounty Hunter នៅពេលដែលលើចឹងហើយ Julia ក៏បាននិយាយថាល្អណាស់អញ្ចឹងគឺនាងកំពុងតែរក Bounty Hunter នឹងឯងបន្ទាប់ពីនិយាយចប់ Julia ក៏បាននាំ Faye ទៅកាន់យានរបស់នាងវិញហើយនៅតាមផ្លូវទាំងដែរពួកគេក៏បានណែនាំឈ្មោះគ្នារៀងៗខ្លួនផងដែរហើយប្រកាសណាស់ដែលឈ្មោះ Faye Valentine នេះគឺធ្លាប់ជួបជាមួយនឹង Vicious កាលពីភាគមុនចឹងហើយនៅពេលដែលលើឈ្មោះមួយនេះហើយ Julia ក៏បានដឹងអំពីអត្តសញ្ញាណរបស់ Faye ម្នាក់នេះភ្លាមដែលបែបនេះមុននឹង Julia ចាក់ចេញគឺនាងបាននិយាយទៅកាន់ Faye ថាប្រសិនបើ Faye បានជួប Spy ម្ដងទៀតសូមឲ្យ Faye ប្រាប់ទៅកាន់ Spy ថា Julia គឺកំពុងតែរងចាំគាត់នៅទីនោះហើយ Faye ប្រាប់ Spy តែប៉ុណ្្នឹងទៅគឺ Spy នឹងដឹងថានៅកន្លែងណាហើយបន្ទាប់ពីនិយាយចប់ Julia ក៏បានបើកឡានចាក់ចេញទៅរីឯ Faye វិញភ្លាមៗគឺនិយាយអ្វីមិនចេញទេបន្ទាប់ពីនោះយើងងាកមកកាន់ Jen Bebop ឯនេះវិញ Jet បានភ្ញាក់ពីដេកប៉ុន្តែមិនបានឃើញអ្នកណាម្នាក់សោះដែលបែបនេះ Jet ក៏បានដើរទៅរក Spy នៅខាងលើទៅនៅពេលដែលបានទៅជិត Spy ហើយ Jet ក៏បាននិយាយអំពីរឿងនិទានមួយដែលរឿងនិទានមួយនោះគឺមានដំណើរសាច់រឿងដូចតទៅក្នុងដំណើរសាច់រឿងគឺមានបរិសម្នាក់កំពុងតែមានរបួសជើងធ្ងន់ធ្ងរដែលរបួសជើងដ៏ធ្ងន់ធ្ងរមួយនេះគឺបានមកពីការប្រមាញ់សត្វចំណែកឯតំបន់ដែលបរិសម្នាក់នោះប្រមាញ់សត្វវិញគឺជាតំបន់វាលស្មៅដ៏ធំល្វឹងល្វើយមួយដែលមានឈ្មោះថា Savannah ហើយតំបន់ដ៏ធំល្វឹងល្វើយមួយនោះគឺគ្មានមនុស្សរស់នៅទេចឹងហើយការដែលគាត់មានរបួសនេះប្រកាសណាស់ដែលថាគឺគ្មាននរណាគេអាចព្យាបាលជើងរបស់គាត់បានឡើយមិនយូរប៉ុន្មានជើងរបស់គាត់ក៏បានហើមហើយកើតទៅជាដំបៅព្រមតែមានមេរោគជាច្រើនផងដែរហើយស្ថិតនៅក្នុងស្ថានភាពបែបនេះប្រកាសណាស់ថាគាត់នឹងស្លាប់ក្នុងរយៈពេលខ្លីៗខាងមុខនេះមិនខានប៉ុន្តែអភូតហេតុគឺពិតជាមានមែនគឺដោយសារតែមានយន្តហោះសង្គ្រោះមួយបានធ្វើដំណើរនៅជិតៗនោះហើយនៅទីបំផុតគាត់ក៏ត្រូវបានគេសង្គ្រោះដោយលើកគាត់ដាក់ទៅលើយន្តហោះហើយនៅពេលដែលយន្តហោះធ្វើដំណើរទៅដល់ទីខ្ពស់ហើយបរិសុទ្ធអ្នកនោះក៏អាចសម្លឹងមើលទិដ្ឋភាពនៅខាងក្រោមបានហើយគាត់ស្រាប់តែបានឃើញភ្នំមួយដែលមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនទេសភាពដ៏ស្រស់ស្អាតនិងអស្ចារ្យនៅលើភ្នំមួយនោះគឺគាត់មិនដែលឃើញនៅក្នុងឆាកជីវិតរបស់គាត់ឡើយបន្ទាប់មកបរិសុទ្ធអ្នកនោះចាប់ផ្ដើមគិតថានោះហើយគឺជាកន្លែងដ៏ស្ងប់ស្ងាត់ដែលគាត់ចង់ធ្វើដំណើរទៅបំផុតបន្ទាប់ពីនិយាយចប់ចែកក៏បានស្ងាត់បន្តិចរីឯ Spy ក៏បានសួរថាតើវាមានន័យយ៉ាងណាបន្ទាប់មកចែកបានបន្តបកស្រាយថាគឺគាត់ស្អប់អំពីសាច់រឿងមួយនេះខ្លាំងណាស់ព្រោះថាមនុស្សប្រុសតែគិតអំពីអតីតកាលរបស់ខ្លួនឯងជានិច្ចជាក់ស្ដែងទីកន្លែងដែលបរិសុទ្ធអ្នកនោះចង់ទៅគឺជាកំពូលភ្នំមួយដែលមានឈ្មោះថា
គីលីមម៉ាន់ចារ៉ូប៉ុន្តែជាស្ដាយបារម្ភអ្នកនោះគឺមិនអាចឆ្លងផុតវាស្មើសាវ៉ាណាបានផងដែលវាហាក់ដូចជាគោលដៅរបស់គាត់នឹងគឺជាផ្លូវទៅរកស្លាប់អញ្ចឹងហើយបើទោះបីជានៅពេលនេះគាត់ត្រូវបានគេសង្គ្រោះក៏ពិតមែនក៏គាត់នៅតែមើលឃើញថាកន្លែងមួយនោះគឺជាកន្លែងដ៏ស្រស់ស្អាតដដែលត្រង់នេះគឺអាចបញ្ជាក់បានហើយថាមនុស្សប្រុសគិតតែពីអតីតកាលទេហើយក៏គឺមិនគិតអំពីស្ថានភាពបច្ចុប្បន្នឡើយថាគោលដៅដែលគាត់ចង់ទៅនឹងគឺត្រឹមតែជាកន្លែងដែលគាត់ទៅរកស្លាប់តែប៉ុណ្ណោះបន្ទាប់ពីនិយាយចោលគាត់ក៏បានបកមកកាន់ស្ប៉ាយថាស្ប៉ាយឯងគួរតែបកក្រោយទៅនៅពេលដែលពួកយើងជួបគ្នាលើកដំបូងឯងបាននិយាយប្រាប់ខ្ញុំថាគឺឯងធ្លាប់បានស្លាប់ម្ដងរួចមកហើយឯងគឺមិនខុសពីបរិសុទ្ធដែលត្រូវបានគេសង្គ្រោះនៅលើយន្តហោះទេដូច្នេះហើយឯងគួរតែបំភ្លេចអំពីគោលដៅនៃអតីតកាលរបស់ខ្លួនឯងទៅបន្ទាប់មកស្ប៉ាយបានស្ងាត់មួយផ្លែហើយក៏តបទៅចែតវិញថាតាមពិតទៅគាត់មិនដែលមានគោលដៅចង់រស់នៅក្នុងពិភពលោកដ៏ស្រស់ស្អាតអ្វីទេហើយគាត់ក៏មិនដែលខ្វល់អំពីការស្លាប់របស់ខ្លួនឯងដែរហើយគាត់គឺរស់នៅដូចជាមនុស្សស្លាប់ទៅហើយប៉ុន្តែអ្វីដែលបានផ្លាស់ប្ដូរគាត់គឺជាមនុស្សស្រីម្នាក់ហើយដោយសារតែមនុស្សស្រីម្នាក់នោះហើយតែធ្វើឲ្យគាត់ខ្លាចស្លាប់និងចង់រស់នៅម្ដងទៀតហើយនាងគឺប្រៀបដូចជាបំណែកមួយដែលគាត់បានបាត់ចេញពីខ្លួនរបស់គាត់អញ្ចឹងដូច្នេះហើយទៅបានជារាល់ថ្ងៃគាត់មានអារម្មណ៍ថាខ្លួនឯងគឺមិនដែលរស់នៅបានពេញលេញឡើយវាហាក់ដូចជាទស្សនវិជ្ជាដែលគាត់បានឃើញនៅពេលបច្ចុប្បន្ននេះគឺត្រឹមតែជាការដេកយល់សពមួយរបស់គាត់ប៉ុណ្ណោះបន្ទាប់មកពួកគាត់ទាំងពីរក៏បានជួបនិយាយគ្នាដោយសារតែបានឃើញ Faye មកដល់ចំណែក Faye នៅពេលដែលមកដល់គឺបានដើរទៅនិយាយជាមួយនឹង Spy ទៅក្នុងពេលនោះដែរ Bob ក៏បានធ្វើការតាក់ទងមកកាន់ Jet ដោយសារតែនៅពេលនេះ Bob គឺបានដឹងអំពីរឿងរបស់ប៉ា The Red Dragon ហើយអ្វីដែល Bob ចង់ប្រាប់នោះគឺ The High Elder នៅពេលនេះគឺបានចាប់គ្នាមកសម្លាប់ Spy ហើយដូច្នេះហើយគាត់ចង់ឲ្យ Jet នឹងធ្វើការចាក់ចេញពិភពអង្គារនឹងឲ្យបានលឿនទៅកន្លែងមកកាន់ Faye ឯនេះវិញនៅពេលនេះ Faye បានដើរមកពីក្រោយ Spy ហើយប៉ុន្តែនាងបានជាតាក់ទងនៅក្នុងចិត្តហើយមិនចង់ប្រាប់អំពីរឿង Julia ទៅកាន់ Spy ទេហើយនៅពេលដែលនាងចង់ដើរចេញពីទីនេះវិញក៏សោះតែ Spy បានសួរទៅកាន់នាងថាខ្ញុំមើលទៅនាងហាក់ដូចជានាងចង់មានរឿងអ្វីមកប្រាប់ខ្ញុំរីឯ Faye វិញបានជាធ្វើចិត្តខ្លាំងទៅនិយាយថាតើតែ Spy ឲ្យលុយនាងបាននាងព្រមប្រាប់អំពីរឿងមួយនោះលើចឹងហើយ Spy ក៏និយាយថាអត់ក៏អត់ទៅចឹងបន្តិចក្រោយមកក៏សពតែយានធំរបស់គេត្រូវបានផ្ទុះយ៉ាងខ្លាំងតាមពិតទៅនេះគឺជាការវាយប្រហាររបស់កូនចៅ The High Elder នៅពេលដែលត្រូវបានគេវាយប្រហារបែបនេះ Spy ក៏បានបញ្ញាឡើងទៅលើយានរបស់គាត់ចំណែក Faye ក៏បានរត់មកពីក្រោយ Spy ហើយនិយាយថាមានមនុស្សស្រីម្នាក់បាននិយាយថាគឺនាងនឹងរងចាំលោកនៅទីនោះហើយនាងបានប្រាប់ថានៅពេលដែលប្រាប់រឿងនេះទៅកាន់ Spy គឺ Spy នឹងដឹងថានៅកន្លែងណាហើយបន្ទាប់មក Spy ក៏បានស្ងាត់បន្តិចហើយនិយាយថាគឺគាត់អត់យល់ទេបន្ទាប់មក Faye ក៏បានបន្តទៀតថាអ្នកដែលនិយាយនោះគឺជាមនុស្សស្រីម្នាក់ដែលមានឈ្មោះថា Julia ហើយនៅពេលនេះនាងក៏កំពុងតែត្រូវបានគេតាមសម្លាប់ផងដែរនៅពេលនោះ Spy មិនបានឆ្លើយតបទៅកាន់ Faye វិញទេតែគាត់បានជាងាកទៅនិយាយជាមួយនឹង Jet វិញថា Jet ខ្ញុំអាចទៅទីនោះពេលណាក៏បានដែរនិយាយចប់ Spy ក៏បានចេញយានទៅចាត់ការពួកកូនចៅ The High Elder ទាំងអស់នោះទៅកន្លែងមកកាន់ Witchers ឯនេះវិញបន្ទាប់ពីត្រូវបានគេធ្វើទរណកម្មហើយនោះនៅពេលនេះ Witchers ត្រូវបានទទួលទោសប្រហារជីវិតនៅចំពោះមុខ The High Elder តែម្ដងស្របពេលនោះដែរសត្វក្អែករបស់ Witchers ក៏បានធ្វើដំណើរហោះមកពីខាងលើហើយវាក៏បានធ្វើការបំផ្ទុះខ្លួនរបស់វាជាមួយនឹងគ្រាប់បែកផ្សែងជាច្រើនហើយអ្វីដែលសំខាន់នៅក្នុងចំណោមកូនចៅ The High Elder ទាំងអស់នោះគឺមានមនុស្សប្រមាណអ្នកដែលធ្វើការឲ្យ Witchers ផងដែរចឹងហើយការបាញ់ប្រហារជាមួយនឹងគ្នាឯងក៏បានផ្ទុះវិញនឹងតែម្ដងបន្ទាប់មកទៀតក៏មានកូនចៅម្នាក់បាញ់កំទេចខ្នោះដៃរបស់ Witchers ហើយគេក៏បានបោះដាវឲ្យទៅកាន់ Witchers ផងដែរចំណែក Witchers នៅពេលដែលទទួលបានដាវហើយ Witchers ក៏បានចូលទៅសម្លាប់ពួកហ្នឹងរួមទាំង The High Elder ផងដែរ And you will shed tears of scarlet. កន្លែងមកកាន់ Spy ឯនេះវិញបន្ទាប់ពីបានចាត់ការក្រុម The High Elder អស់ហើយ Jet ក៏បានធ្វើការតាក់ទងទៅកាន់ Spy ថានៅពេលនេះ Spy ធ្វើដំណើរទៅទីនោះតែម្ដងទៅហើយមិនចាំបាច់បារម្ភពីពួកគាត់ទេហើយនេះគឺជាឱកាសដែលឯងអាចទៅយកបំណែកដែលឯងបានបាត់នោះត្រឡប់មកវិញហើយ Spy នៅពេលនោះមិនបានឆ្លើយតបទៅកាន់ Jet ទេតោះតែ Jet ប្រាប់ Spy ពីរដងទៅ Spy ព្រមចេញដំណើរទៅនៅក្នុងពេលនោះដែរ Witchers ក៏បានធ្វើការប្រកាសថានៅពេលនេះ The High Elder គឺបានស្លាប់នៅក្រោមស្នាដៃរបស់គាត់ហើយក៏មានន័យថាចាប់ពីពេលនេះតទៅគាត់នឹងក្លាយទៅជាមេដឹកនាំរបស់បកវិញម្ដងយើងងាកមកកាន់ Spy ឯនេះវិញនៅពេលនេះ Spy បានធ្វើដំណើរទៅដល់កន្លែងដែលគេបានណាត់ជួបគ្នាជាមួយនឹង Julia ហើយទៅដល់ព្រឹក Spy ក៏បានទៅរើផ្កាកុលាបពណ៌ក្រហមហើយក៏បានឈរនៅចំពោះមុខ Julia ផងដែរបន្ទាប់មក Julia បានលើកកំភ្លើងភ្ជុងទៅកាន់ Spy ហើយនាងក៏និយាយថាតាមពិតទៅនៅថ្ងៃនោះគឺនាងត្រូវមានតួនាទីសម្រាប់ Spy ទេបើសិនជានាងសម្រាប់ Spy នៅពេលនោះគឺនាងនឹងមានសេរីភាពហើយលើយ៉ាងហើយ Spy ក៏បានសួរថាចុះហេតុអ្វីបានជានៅថ្ងៃនោះនាងមិនសម្រាប់គាត់អញ្ចឹងចំណែក Julia ក៏តបទៅវិញថាហើយចុះហេតុអ្វីបានជាបងស្រឡាញ់អូនដែរ Spy ឆ្លើយមកចេញ Julia ក៏បានដើរទៅអោប Spy ហើយក៏និយាយថាតោះពួកយើងចាក់ចេញពីទីនេះជាមួយគ្នាបន្ទាប់មកពួកយើងនឹងទៅរស់នៅកន្លែងដ៏សែនឆ្ងាយហើយនឹងធ្វើអ្វីទៅតាមក្តីស្រមៃរបស់យើងទាំងពីរនាក់ Escape. Vanish. Go somewhere where there's no one else. Just the two of us.
ចឹងអត់មានសុំបញ្ចប់កំណត់ទី1ទៅត្រឹមនឹងសិនយើងឃើញថានៅពេលនេះ Vicious គឺបានឡើងធ្វើជាមេដឹកនាំថ្មីហើយចំណែក Spy ក៏បានជួបជាមួយនឹងមនុស្សស្រីដែលគាត់ស្រឡាញ់ខ្លាំងផងដែរដូច្នេះនៅភាពបញ្ចប់តើ Vicious អាចនឹងមករក Spy ដែរឬទេហើយថាតើសាច់រឿងនឹងទៅជាយ៉ាងណាទៀតគឺយើងរងចាំមើលនៅភាពបញ្ចប់ទាំងអស់គ្នា